ជាទីសប្បាយក្នុងវ័យចាស់ហ្នឹងហើយចូលដល់វ័យចាស់ហើយបានឆ្លងកាត់ព្រះធម៌មកក៏មិនប្រាថ្នាអ្វីៗក្នុងលោកនឹងទៅច្រើនអីនោះទេមកល្មមគ្រាន់តែថាអាចរស់នៅបានចាំជីវិតដូចថាស្រួលងាយណាងាយហ្នឹងហើយដូចយើងទឹកសាបទឹកសុតអីចឹងសប្ថ្ងៃវាមានដាក់ដបដាក់អីចឹងវាមានតម្លៃអីតាមនឹងពីដើមណាទឹកម្ដងទឹកបន្លាយទឹកបឹងអីហ្នឹងបើអស់ទឹកភ្លៀងទៅក៏ដងយកមកដាក់ពាងទៅហើយក៏បានទៅដាំទៅអីផងទេខ្ញុំមុនសម័យលោកប៉ុលពត15 16ឆ្នាំមិនដែលទូទាបទឹកដាំអីទេតែម៉ែទេគាត់កើតរោគអីចឹងទៅគាត់ដាំដាក់ថ្នាំណាទឹកដោះខ្លាមុខឈ្នៀងកែស្រែងដើមកែស្រែងមើមថ្នាំចិនអីខ្ទឹមម្រេចអីបញ្ញាក្អែកតកោបញ្ញាក្អែកចង្កែអីឃើញគាត់ដាំពិសាទៅរហូតហើយកូនមាននេះទឹកពេងដាក់ផ្តិលនៅលើគ្រួពេងហ្នឹងទទួលទានទៅបានទឹកភ្លៀងផងអូឆ្ងាញ់ណាស់ទុកក្រាន់លេបថ្នាំលេបអីលេបទឹកភ្លៀងនឹងគ្រាន់តែចង់លើកថាជារបស់ងាយហ្នឹងហើយមិនមានតម្លៃអីទិញដូរអីណាយនៃអីទៅទេបើដូចយើងសប្ថ្ងៃក៏មិនជាថ្លៃអីទៅដូចស្រាថ្លៃអីឬក៏ភេសជ្ជៈអីដែលមានតម្លៃថ្លៃអីទៅទេហ្នឹងហើយមុំដូចថាទឹកដាំឆាន់អីទៅក៏តាមនឹងទទួលទានអីចឹងទៅហ្នឹងហើយនៅធម៌វិន័យគឺប្រព្រឹត្តទៅតាមព្រះធម៌ព្រះវិន័យណាហើយងាយហ្នឹងគឺក្នុងសេចក្តីថាមិនជាលំបាកដូចថាយើងរើសអើងរត់តែប្រណិតតលតែថ្លៃតលតែអីចឹងតែសុខភាពអនាម័យអាហ្នឹងចាំបាច់ហើយហ្នឹងហើយសុខភាពអនាម័យវាមិនមែនចាំបាច់តលតែថ្លៃអីណានៃអាថ្លៃពេកទៅតាមតែឆ្ងាញ់តាមតែជាប់មាត់ជាប់កទៅបង្ករោគក៏តែមានដែរហ្នឹងហើយគ្រាន់ថាសុខភាពអនាម័យយើងមើលឲ្យសមនឹងសុខភាពរបស់យើងឧទាហរណ៍ថាចេកណាំវ៉ាអញ្ចឹងទៅឧទាហរណ៍ណាវាមិនជាថ្លៃអីណាហ្នឹងឯងប៉ុន្តែជួយសុខភាពក៏ជួយតាមនឹងអញ្ចឹងទៅហ្នឹងឧទាហរណ៍ទេណាហ្នឹងឯងរបស់ងាយអញ្ចឹងយើងរស់នៅជាមួយរបស់ងាយអញ្ចឹងសบายហ្នឹងឯងក្នុងជីវិតបើដូចជាទឹកសាបនឹងអញ្ចឹងងាយមែនប៉ុន្តែចាំបាច់ណាយើងរាល់ថ្ងៃហ្នឹងត្រូវតែឆាន់ត្រូវតែទូទានទឹកហ្នឹងតាមគ្រូពេទ្យថាឲ្យច្រើនផងហ្នឹងឯង3-4 លីត្រអីចឹងមួយថ្ងៃហ្នឹងជាពិសេសក៏ពេលក្រោកព្រឹកឡើងអីចឹងណាហ្នឹងឯងអាហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ផងទេបញ្ជាក់ឲ្យឃើញថារបស់សាមញ្ញងាយប៉ុន្តែចាំបាច់យ៉ាងណាមិញជីវិតរបស់យើងសាមញ្ញងាយហ្នឹងប៉ុន្តែចាំបាច់ទេដោយការដែលយើងមានបត្រៃណគមក្នុងជីវិតរស់នៅតែមានត្រូវអស់លុយអស់កាក់អីយើងមានឧបនិស្ស័យមានសទ្ធាមានបញ្ញាមកហ្នឹងហើយមានសិលទៀតណាមានតញ្ញូតាធัวដឹងគុណមេត្តាបិតាហើយទំនុកបំរុងពុទ្ធសាសនាព្រះសង្ឃបានថែរក្សាបត្រៃ3ដកមកយើងប្រគុណព្រះសង្ឃណាបើកុំតែមានបត្រៃ3ដកយើងអត់មានពុទ្ធាំងសរណង្ឃិច្ឆាមិធម្មំសរណង្ឃិច្ឆាមិសង្ឃំសរណង្ឃិច្ឆាមិទេប្រគុណព្រះសង្ឃហើយនឹងទំនុកបំរុងព្រះសង្ឃដើម្បីបានថែរក្សាបត្រៃ3ដកតទៅទៀតព្រះពុទ្ធអង្គទ្រង់ប្រកាសក្នុង
បីដកលេខ16ក្នុងមហាបរិនិព្វានសូត្របន្តពីព្រះអង្គដាក់បញ្ជនមេយុសង្ខាហើយអង្គប្រកាសសាសនៈព្រះមច្ចរិយៈហ្នឹងក៏បីតាំងនៅអកាយូឋិតនៅអកាជាអង្វែងដើម្បីប្រយោជន៍ដីសុខដីចម្រើនដល់មនុស្សនិងទេវតាទាំងឡាយដើម្បីអនុគ្រោះដល់សត្វបលោកនិងអ្នកទាំងឡាយក៏បីរៀនក៏បីសែកក៏បីចម្រើនក៏បីធ្វើឲ្យច្រើនហ្នឹងនៅសាសនៈព្រះមច្ចរិយៈហ្នឹងដែលតថាគតសម្ដែងដោយបញ្ញាដ៏ឧត្តមហ្នឹងហើយពោធិបក្ខយៈធម៌ហ្នឹងទៅព្រះអង្គរៀបរាប់ហ្នឹងហើយគ្រាន់តែរំលឹកថាព្រះអង្គទ្រង់ប្រកាសហើយសាសនៈព្រះមច្ចរិយៈធម៌ហ្នឹងតាំងនៅអកាយុឋិតនៅអកាជាអង្វែងព្រះថាលោកប្រាប់ថា5000ព្រះភាសាឥឡូវយើងទៅបាន2568ពុទ្ធសករាជហ្នឹងហើយបើមិនប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្តីសុខដល់ពុទ្ធបរិស័ទយើងអ្នកទទួលយកបត្រៃបិដកមកសិក្សាបរិបត្តិទេតើប្រយោជន៍សុខចម្រើនហ្នឹងដល់អ្នកណាទៅវិញទៅអាហ្នឹងឯងដែលយើងចេះគិតឲ្យរីករាយអ្វីដែលយើងមានហ្នឹងធ្វើឲ្យយើងមានសេចក្តីសុខជាមួយនឹងអ្វីហ្នឹងហើយជួនកាលយើងអត់បានគិតទៅលើរតនៈសម្បត្តិដែលយើងមានចង់បាននេះចង់បាននោះអីបន្តិចបន្តួចពីអ្នកអតីអីហ្នឹងតែតើអ្នកមានសេចក្តីទុកហ្វៃក៏ខ្វាយហែលក្នុងវត្តដាក់ទាំងអស់ទៅគ្នាហ្នឹងតែអូចង់បានទៀមទាហ្នឹងហើយពីអ្នកនេះពីអ្នកនោះហ្នឹងនាំឲ្យអត់បានទៅយើងកើតទុកជួនកាលអ្នកដតីប្រព្រឹត្តអកប្បកិរិយាមិនគួរកប្បីអីចឹងទៅក៏មិនសប្បាយចិត្តណាហ្នឹងហើយពាក្យសម្ដីអីគោះបោះបោកមើងងាយមើលថោកអីហ្នឹងក៏មិនសប្បាយចិត្តឈឺចិត្តឆ្អិតទ្រូងអីហ្នឹងអាហ្នឹងគឺសិតតែមកពីយើងជាប់ជំពាក់ចង់បានអ្វីនឹងឯងពីអ្នកដតីព្រោះក្នុងព្រះអភិធម្មសម្ដែងពីរឿងតោសៈជីវ័នហ្នឹងវាមិនដែលកើតដោយអត់មានលោភៈជាឧបនិស្សយបច្ច័យទេតែងតែមានការជាប់ជំពាក់ដូចយើងធ្លាប់មានធ្លាប់បានធ្លាប់សនុកធ្លាប់សុខធ្លាប់ស្រួលធ្លាប់គេសរសើរធ្លាប់គេលើកតម្កើងធ្លាប់គេស្រឡាញ់ធ្លាប់គេគោរពរាប់អានអីអាធ្លាប់ហ្នឹងហ្នឹងហើយយ៉ាប់អាធ្លាប់ហ្នឹងតែយើងតើតែអប់រំចិត្តឲ្យព្រមទៅតាមធัวជាបច្ចុប្បន្នហ្នឹងអ្វីដែលចូលមកដល់គឺយើងទទួលជាការពិតនៃជីវិតទោះជាមិនត្រូវចិត្តយើងក៏ដោយប៉ុន្តែយើងអប់រំចិត្តឲ្យដឹងថាវាត្រឹមត្រូវទៅតាមហេតុអ្វីណាមានហេតុបានកើតឡើងដល់យើងព្រមថាអ្វីត្រឹមត្រូវតាមហេតុចឹងទៅថាសុខចិត្តហ្នឹងហើយសុខចិត្តណាព្រមហ្នឹងហើយព្រមហ្នឹងគឺសមាទិដ្ឋិព្រមថាអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមានរមែងមានជាការពិតហើយការពិតនេះធ្វើឲ្យអ្នកដឹងការពិតហ្នឹងទៅជាព្រះអរិយបុគ្គលទៀតព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធអរិយសាវកអរិយសាវិកាអត់មានវីអង្គណាមួយទេដែលបានទៅជាព្រះអរិយបុគ្គលសុទ្ធតែមានបរិញ្ញាមានញាតបរិញ្ញាតេរណបរិញ្ញាជាដើមហ្នឹងរហូតអរិយមគ្គមហានបរិញ្ញាលោកតរៈហ្នឹងណាបរិញ្ញាហ្នឹងគឺការដែលកំណត់ដឹងសេចក្តីពិតហ្នឹងឯងចឹងអត់មានអង្គណាដែលថាអូទៅគោលពងខ្ពស់ឬក៏ថាអ្នកមានអ្នកបានឬក៏សោកប៉ាន់អីបានទៅជាព្រះរិយបុគ្គលអត់មានទេគឺដោយបញ្ញាឃើញសច្ចធម៌ហ្នឹងហើយការពិតហ្នឹងឯងមើលទៅយើងអត់បានសិក្សាពេញចិត្តចាប់យករបស់អញអត់មានចម្រើនបញ្ញាអីរបស់អញហ្នឹងវាជាការជាប់ជំពាក់អវិជ្ជាអញ្ចឹងទៅតោះចិត្តតោមនោះអញ្ចឹងទៅអត់កើតបញ្ញាទេហ្នឹងឯងហើយសេចក្តីពិតនឹងធ្វើឲ្យអ្នកដែលបានកំណត់ដឹងទៅជាព្រះអរិយបុគ្គលយើងរវល់តែតោមនោះរវល់តែតោះហ្នឹងឯងអញ្ចឹងវានៅជាប់នៅក្នុងអ្វីដែលយើងត្រេកអរស្រឡាញ់ពេញចិត្តហ្នឹងអត់បានដូចចិត្តអញ្ចឹងបានយើងសិក្សាពធហ្នឹងដើម្បីមកអប់រំចិត្តទៅតាមពុទ្ធកិច្ចដែលព្រះអង្គទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញកិច្ចដើម្បីណែនាំឲ្យសត្វលោកហ្នឹងបានចាប់ចំណុចនឹងឲ្យបានត្រង់ឲ្យថាកុំចិត្តតែចង់បានអ្វីឲ្យដូចចិត្តតែត្រូវអប់រំចិត្តឲ្យព្រមតាមសេចក្តីពិតវិញហ្នឹងឯង